សួស្តីពុកម៉ែបងប្អូននេះនៅមកបុកគ្រឿងទៀតហើយបងប្អូននេះមកឆាក្តៅនេះក៏បុកគ្រឿងទៀតហើយបងប្អូននេះដាក់ខ្ទឹមគ្រឿងលើក្រូចដេងល្មៀតដាក់ហើយបងប្អូននេះក្នុងម្ទេសបងបេះម្ទេសដាក់ចូលបងប្អូននេះដាក់តិចដាក់ច្រើនតាមយើងចូលចិត្តបងប្អូននេះខ្ញុំចូលចិត្តច្រើនដែរដាក់មកបែរដាក់បងប្អូនមើលទាំងអស់គ្នាបងប្អូនមើលសកម្មភាពធ្វើនេះបុកចូលនេះបុកលេចបងប្អូននេះទស្សនាទាំងអស់គ្នា